ព្រះករណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឧទ្ទិសឲ្យទិវាវប្បធម៌ជាតិស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់រូបស្របតាមទិសស្លោកវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិថ្កឹងថ្កានមានព្រះរាជបន្ទូលនៅក្នុងព្រះរាជសារប្រទានជូនជនរួមជាតិក្នុងឱកាសនៃទិវាវប្បធម៌ជាតិលើកទី28ថ្ងៃទី3ខែមីនាឆ្នាំ2026ព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសូមចូលរួមជាមួយព្រះសង្ឃនិងបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដើម្បីអបអរសាទរទិវាវប្បធម៌ជាតិលើកទី28នៅថ្ងៃទី3ខែមីនាឆ្នាំ2026មានព្រះរាជបន្ទូលនៅក្នុងព្រះរាជសារខាងលើនេះព្រះករណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានមានព្រះរាជបន្ទូលថាទិវាវប្បធម៌ជាតិជាទិវាដ៏មានសារៈសំខាន់មួយដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជាសម្ដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិគេដំណើរវប្បធម៌ដ៏សម្បូរបែបដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឲ្យរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺជាគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណជាតិកម្ពុជានិងជាមធ្យោបាយឈ្នះដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពយើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នាដើម្បីលើកកម្ពស់មនសិការស្នេហាជាតិប្រកបដោយសីលធម៌សម្ដៅធានាបាននូវសុខដុមរមនាសង្គមសេចក្តីថ្លៃថ្នូរនិងកិត្យានុភាពជាតិទន្ទឹមនឹងនេះទិវាវប្បធម៌ជាតិបានបំផុសឲ្យប្រជាពលរដ្ឋស្គាល់ច្បាស់ស្រឡាញ់ថែរក្សាព្រមទាំងអភិរក្សវប្បធម៌ជាតិជាពិសេសជាឱកាសជំរុញទូនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេនជាកម្លាំងចលករក្នុងការអភិរក្សថែរក្សាការពារលើកស្ទួយនិងអភិវឌ្ឍមរតកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដែលជាអត្តសញ្ញាណនិងដួងព្រលឹងជាតិរួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចឲ្យបានឋិតថេរគង់វង្សជារៀងរហូតព្រះករណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមឧទ្ទិសឲ្យទិវាវប្បធម៌ជាតិស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់រូបស្របតាមទិសស្លោកវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិថ្កឹងថ្កានព្រះករណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិលើកទី28ថ្ងៃទី3ខែមីនាឆ្នាំ2026ព្រះអង្គក៏សូមថ្វាយព្រះពរនិងប្រសិទ្ធពរបវរមហាប្រសើរថ្វាយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់និងជូនបងប្អូនជនរួមជាតិទាំងអស់សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ